អូក្រែនអំពាវនាវទៅកាន់អឺរ៉ុបត្រូវការតបប្រយុទ្ធគណៈរុស្ស៊ីបំពេញបទចបាញ់ជំនួយការជាន់ខ្ពស់របស់ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានបញ្ជាក់ចំទៅកាន់អឺរ៉ុបថាទីក្រុងគៀវត្រូវការតបប្រយុទ្ធជាជាងកងរក្សាសន្តិភាពលោកនិយាយថាយើងត្រូវការតបដែលទទួលបានការបណ្ដោះបណ្ដាលដើម្បីត្រៀមប្រយុទ្ធមិនមែនបានន័យថាទាំងនេះគឺជាកងទ័ពដែលត្រៀមទៅប្រយុទ្ធជាមួយរុស្ស៊ីទេប៉ុន្តែជាកងទ័ពដែលត្រៀមខ្លួនការពារនិងអាចកំញាញ់សត្រូវបាននោះទេលោកបានអះអាងនៅថ្ងៃពុធថារុស្ស៊ីបានវាយប្រហារលើទីតាំងថាមពលអ៊ុយក្រែនយ៉ាងហោចណាស់ចំនួន8កន្លែងចាប់តាំងពីថ្ងៃទី18ខែមីនានៅពេលដែលទីក្រុងមូស្គូព្រមព្រៀងផ្អាកការវាយប្រហារបែបនេះអនុប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែនលោក Igor Zokwa បានថ្លែងប្រាប់ទូរទស្សន៍ជាតិថាការវាយប្រហារទាំងនេះកើតមានឡើងផ្ទុយពីការប្រកាសរបស់រុស្ស៊ីទន្ទឹមនោះលោកក៏បានបដិសេធសេចក្តីថ្លែងការណ៍របស់វិមានគ្រឹមឡាំងដោយបានលើកឡើងថាមានលក្ខខណ្ឌមួយចំនួនត្រូវបំពេញមុនពេលកិច្ចព្រមព្រៀងសន្តិសុខដែនសមុទ្រខ្មៅដែលបានចរចាជាមួយសហរដ្ឋអាមេរិកអាចចូលជាធរមានលោកโจខ្វាបានបញ្ជាក់យ៉ាងច្បាស់ថាគ្មានលក្ខខណ្ឌណាមួយត្រូវបានពិភាក្សាជាមួយមន្ត្រីអាមេរិកទេនៅពេលដែលពួកគេបានព្រមព្រៀងលើបទចបាញ់នៅសមុទ្រខ្មៅជាមួយរុស្ស៊ីក្នុងអំឡុងពេលកិច្ចចរចានៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតកាលពីសប្តាហ៍មុនសម្ដីរបស់លោកโจខ្វាបានកើតមានឡើងមុនពេលថ្នាក់ដឹកនាំអន្តរជាតិជួបប្រជុំគ្នានៅទីក្រុងប៉ារីសដើម្បីពិភាក្សាអំពីក្រមចម្រុះមួយដែលមានការចូលរួមពីសំណាក់អឺរ៉ុបនិងប្រទេសក្រៅពីនេះដើម្បីដាក់ទ័ពទៅអ៊ុយក្រែនក្នុងនាមជាកងរក្សាសន្តិភាពនៅពេលដែលទីក្រុងគៀវនិងមូស្គូឈានដល់កិច្ចព្រមព្រៀងសន្តិភាពពន្លត់ភ្លើងសង្គ្រាមអាយុកាលជាង3ឆ្នាំជាមួយគ្នានេះដែរអនុប្រធានក្រុមប្រឹក្សាសន្តិសុខនិងជាអតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev បានប្រមានថានាយករដ្ឋមន្ត្រីអង់គ្លេសនិងប្រធានាធិបតីបារាំងពិតជាឆោតល្ងងណាស់ពួកគេចង់បញ្ជូនទ័ពនិងជំនួយយោធាទៅឲ្យរដ្ឋណាស៊ីសម័យទំនើបនៅទីក្រុងគៀវនេះមានន័យថាសង្គ្រាមជាមួយ NATO នឹងផ្ទុះឡើង